សូមគោរពជំរាបសួរអមពុំមីងបងប្អូនជាកសិករទាំងអស់គ្នានេះគឺជារោគសញ្ញាបង្កឡើងដោយមូសប្លង់ហើយយើងឃើញស្រូវដែលមានបដូរមកវាមិនមែនជាស្លឹកតែវាមានរាងជាបំពង់លក្ខណៈបែបនេះគឺបង្កឡើងពីមូសប្លង់ហើយនេះបដូរស្រូវរបស់យើងអូខេវាមិនមានតោងទេណាបាទបញ្ជាក់ផងដែរថាបដូរស្រូវនេះបង្កឡើងពីមូសប្លង់មេមូសប្លង់វាស្តៀងនឹងមូសយើងតែខ្លួនខ្លីជាងពណ៌រាងត្នោតពណ៌រាងទឹកក្រូចហើយពេលដែលវាពងដាក់លើដើមស្រូវរបស់យើងពេលដែលកូនវាញាស់ចាក់ចូលក្នុងដើមស្រូវគឺធ្វើឲ្យបដូរស្រូវរបស់យើងប្រែជាពណ៌ជារាងដូចបំពង់បាទគ្មានស្លឹកទៀតនោះទេហើយប្រហោងបាទនេះប្រហោងដូចបំពង់បឺតចឹងឥឡូវនេះវាកូនរបស់វាបានកើតជាមូសហើរចេញបន្តទៅទៀតហើយបាទដោយសារអីកន្លែងចុងនេះពេលណាដែលវាហើរចេញវានឹងឃើញមានសំណក់របស់វានៅជាប់នៅកន្លែងហ្នឹងគឺមូសប្លង់ហើយថ្ងៃនេះដែរគឺថ្ងៃទី19ខែមករាឆ្នាំ2026ជាទូទៅមកដល់ក្នុងរដូវកាលនេះបញ្ហាដែលតែងតែជួបប្រទះចំពោះកសិករគឺមូសប្លង់បាទហើយកត្តាចង្រៃផ្សេងទៀតក៏មានដែរតែមូសប្លង់គឺអាចនឹងមានច្រើនចឹងការបាញ់ថ្នាំកម្ចាត់សត្វល្អិតគ្រប់គ្រងទៅលើកត្តាចង្រៃទាំងអស់នេះទាមទារយើងបាញ់ឲ្យបានទៀងទាត់ហើយឲ្យតាន់ពេលវេលាបើមិនដូច្នោះទេស្រូវរបស់យើងអាចនឹងប្រឈមទៅលើបញ្ហាមូសប្លង់នឹងច្រើនហើយថ្នាំដែលយើងបាញ់ក្នុងការធ្វើការគ្រប់គ្រងទៅលើមូសប្លង់នេះគឺយើងត្រូវការបាញ់អត់ដល់12ថ្ងៃទេត្រឹម10ថ្ងៃយ៉ាងយូរត្រូវធ្វើការបាញ់ថ្នាំហើយបើយើងធ្វើស្រូវនៅក្នុងកំឡុងខែ1ខែ2នេះហើយថ្នាំដែលយើងត្រូវប្រើយើងអាចប្រើអាមីលាយជាមួយស៊ីងអាល់ហ្វាឬក៏អាមីលាយជាមួយក្លូឌីវគ្គទី1ណាបាទហើយវគ្គទី2យើងអាចប្រើសភើមិចលាយជាមួយស៊ីងអាល់ហ្វាបាទវគ្គទី3យើងអាចប្រើសភើមិចជាមួយនឹងអាសាស៊ីនអញ្ចឹងយើងប្រើ3វគ្គហ្នឹងគឺយើងអាចគ្រប់គ្រងទៅលើមូសប្លង់បានមូសប្លង់វាចូលចាប់ពីស្រូវយើង15